ជំរាបសួរពុកម៉ែមេមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូថ្មីគឺធ្វើប្រហិតត្រីបងប្អូនប្រហិតត្រីនេះគឺប្រហិតត្រីគ្រឿងណាសម្រាប់បងប្អូនខ្លះក៏អត់ដែរធ្វើទេប៉ុន្តែសម្រាប់អ្នកស្រុកស្រែសម្រាប់អ្នកដែលរកត្រីបានខ្លួនឯងមិនដឹងជាឆ្នៃអីបន្ទាប់ពីប្រឡាក់ជីនអញ្ចឹងទៅក៏អត់ដឹងទៅធ្វើម្ហូបអីនេះជាមុខម្ហូបដែលឆ្នៃដោយប្រើគ្រឿងបុករបស់យើងបងប្អូននេះដំបូងខ្ញុំមានត្រីនេះទិញត្រីអ្នកភូមិខ្ញុំទៀតហើយដោយសារតែកាត់រកបានរាល់ថ្ងៃអញ្ចឹងណាខ្ញុំយកវាមកចិញ្ច្រាំឲ្យវារាងល្អិតឆ្អឹងបន្តិចបងប្អូនចង់កិនក៏បានដែរហើយចំពោះគ្រឿងយើងនេះមានអីទេមានតែល្កុលសក្លីក្រូចដេងអីអស់នឹងឯងហើយបន្ទាប់មកខ្ញុំក៏មកចិញ្ច្រាំប្រហុកបន្តិចដើម្បីដាក់ជាមួយនឹងប្រហិតរបស់យើងហើយដាក់ល្មៀតហើយដាក់ខ្ជាយយើងដាក់ខ្ជាយពេលដែលចៀនទៅគឺថាឈ្ងុយមែនទែនបងប្អូនដាក់កាន់តែច្រើនកាន់តែឈ្ងុយនេះហើយល្មៀតក៏អញ្ចឹងដែរដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយនេះជាគ្រឿងរបស់ខ្ញុំដែលខ្ញុំបានបុកឡើងមកត្បាល់បដ ாய் បងប្អូននេះដាក់ជាមួយប្រហិតរបស់យើងជីនមកក្តៅជ្រក់ល្ហុងទៀតកាន់តែអែមបន្ទាប់មកខ្ញុំក៏ធ្វើការដាក់ប្រហុកឯនេះបងប្អូននេះដាក់បុកវាគ្រឿងនេះយើងបុកវាឲ្យរាងល្អិតបន្តិចមកបងប្អូនចង់កិនក៏បានមានម៉ាស៊ីនកិនក៏បានប៉ុន្តែខ្ញុំពេលដែលកិនអញ្ចឹងទៅវាអត់សូវឆ្ងាញ់ដូចតែយើងបុកបងប្អូននេះខ្ញុំបានដាក់ប៊ីចេង1ស្លាបព្រាស្ករ1ស្លាបព្រាហើយត្រីរបស់ខ្ញុំនឹងចំនួន1គីឡូនេះខ្ញុំចាប់ផ្ដើមបុកត្រីចូលនេះបន្ទាប់ពីខ្ញុំលាយគ្រឿងរួចខ្ញុំដាក់ត្រីដែលខ្ញុំបានចិញ្ច្រាំរៀងយូរដែរហ្នឹងតាំងពីម៉ោង3រហូតដល់ម៉ោង7:05រំាញច្រាំរួចនេះខ្ញុំច្រាំយល់ល្អិតព្រោះអីកូនរបស់ខ្ញុំហូបទៅកុំឲ្យគាត់លាក់ឆ្អឹងលាក់អីចឹងណានេះឯងខ្ញុំបុកវាលាយជាមួយគ្រឿងធ្វើម៉េចឲ្យលាយវាឲ្យសព្វហ្នឹងណាបងប្អូនជាមួយនឹងត្រីរបស់យើងខ្ញុំបានបុកមុនបន្តិចទៅខ្ញុំចាប់សាច់ត្រីខ្ញុំបានបុកមុនហ្នឹងយកមកលាយវាធ្វើម៉េចឲ្យវាសព្វឲ្យវាចូលជាតិគ្នាអញ្ចឹងណាបន្ទាប់ពីខ្ញុំបុករួចរាល់ហើយនេះឃើញថាបានមួយណែនេះដែរហ្នឹងមួយកតោដែរហ្នឹងហើយបន្ទាប់មកទៀតខ្ញុំធ្វើការយកមកជីននេះបងប្អូននេះល្មូលបែបនេះក៏បានបងប្អូនចង់មូលរៀងកលាញ់ក៏បានតែខ្ញុំមូលរៀងកប៉ែតចេះរៀងក្រាស់បន្តិចក៏បានស្ដើងបន្តិចក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនហើយរសជាតិវិញឆ្ងាញ់មែនឆ្ងាញ់បដ ாய் នេះប៉ុន្តែរៀងរវល់បន្តិចបងប្អូនអើយបន្តិចនេះត្រាំបានហូបនេះរៀងយប់ដែរហើយតែចំពោះវីដេអូវិញកាត់បានតែ4នាទីចំពោះការធ្វើវិញគឺយូរមែនទែនបដ ாய் នេះហើយជីនវិញក៏រៀងយូរសំណំដែរនេះបងប្អូនដាក់ខ្លាញ់នឹងថងយើងបន្តិចមកហើយយកអីរៀងសកត់មករៀងស្អាតអត់សូវដូចរបស់ខ្ញុំទេខ្ញុំដោយសារតែខ្ញុំធ្វើលឿនឆាប់បានហូបព្រោះអីយប់ហើយអញ្ចឹងទៅខ្ញុំអត់សូវបានធ្វើវាឲ្យរៀងកប៉ែតទេជីនរៀងកប៉ែតស្រួយឆ្ងាញ់អានេះខ្ញុំជីនរៀងដុំអញ្ចឹងណាហើយខ្ញុំច្រាំលាយត្រីនេះផងបងប្អូនត្រីផ្ទក់ផងវាអត់សូវមានឆ្អឹងទេហើយត្រីរីលហ្នឹងមានផែជា4ខាំអីទេនឹងឯងនេះឥឡូវយកមកហើយនេះចាប់ដើមហើយបងប្អូនចាប់ដើមហូបហើយនេះហើយនឹងឯងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទស្សនាចូលចិត្តកុំភ្លេចឲ្យបេះដូងឲ្យឡាយអីមួយផងបងប្អូនទាំងអស់គ្នានេះឯងមើលតពណ៌វាឡើងប្រោនហ្មងឡើងប្រោនឡើងពើមកទៅគួរឲ្យចង់ហូបដែរហ្នឹងណាហើយឡើងយប់ហើយបងប្អូនអើយរំតាជីនរួចនេះហើយតាប់មកហ្នឹងគឺខ្ញុំដាក់ជីនមកនេះទៀតនេះមកខ្ទះទៀតជីនរៀងយូរសំណំក្រាន់ដែរបងប្អូនបើរៀងដាក់ខ្លាញ់រៀងច្រើនទៅជីនរៀងលឿនប៉ុន្តែដោយសារខ្ញុំនេះខ្លាញ់វាចិត្តអស់ហើយយប់ហើយទៅអត់បានទៅទិញនេះដាក់ជីនអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អបាយបាយ